ថ្ងៃនេះនៅភ្នំណានសាននារីត្រីនីតិក្រដៅតាមព្រះរាជបញ្ជារបស់ម្ចាស់ក្ត្រីកៅយ៉ាងខ្ញុំបានមកដល់វិមានគ្រួសារយន់សូមអរគុណម្ចាស់ក្ត្រីដែលអនុញ្ញាតឲ្យខ្ញុំមកបរបាញ់មានអីទៅមនុស្សច្រើនទើបសប្បាយពេលនោះខ្ញុំនៅមិនទាន់ដឹងថាជោគវាសនារបស់ខ្ញុំនឹងផ្លាស់ប្ដូរយ៉ាងធំធេងឡើយក្មួយស្រីរបស់ព្រះនាងស៊ូហ្វីនេះពិតជាមិនធម្មតាមែនក្នុងរយៈពេលខ្លីប៉ុណ្ណោះក៏ធ្វើឲ្យម្ចាស់ក្ត្រីណានសានស្ដាប់តាមគ្រប់យ៉ាងនេះជាពរជ័យរបស់ខ្ញុំព្រះអាគមហេសីច្រណែនក៏មិនបានដែរបងស្រីអ៊ូអ្នកសង្ឃឹមឲ្យបងទី4ឈ្នះឬបងទី9ឈ្នះមិនថាអ្នកណាឈ្នះទេខ្ញុំនឹងអាណិតអ្នកដែលចាញ់បងស្រីអ៊ូអ្នកពិតជាគួរឲ្យចាប់អារម្មណ៍បងទី4ខ្ញុំសូមទទួលការអនុគ្រោះប្អូនទី9ពូកែជីសេះបាញ់ធ្នូជាងមុនទៀតហើយបងទី4សរសើរខ្ញុំហួសហេតុហើយក្បាច់ជីសេះបាញ់ធ្នូគឺបងទី4ជាអ្នកបង្រៀនខ្ញុំផ្ទាល់ប្អូនទី9ពិតជាធំហើយពិតព្រះមហាក្សត្រព្រះអង្គម្ចាស់ទាំងពីរស្មើគ្នាសុទ្ធតែជាបុត្រល្អរបស់យើងមកនាំសេះស៊ីជឺសុងដែលយើងទើបទទួលបានមកបងទី9ពិតព្រះមហាក្សត្រប៉ុន្មានថ្ងៃនេះគ្រូបង្ហាត់សេះជាច្រើនបានមកតែមិនអាចបង្ហាត់វាបានទេថែមទាំងត្រូវវាទាត់របួសទៀតបើសេះនេះពិបាកបង្ហាត់ដូច្នេះវាមានចរិតកាចសាហាវពីកំណើតបើបង្ខំឲ្យវាចុះចូលខ្លាចថានឹងស្លាប់ឬរបួសពិតព្រះមហាក្សត្រខ្ញុំមើលថានាងអ៊ូធ្លាប់ធ្វើដំណើរជាមួយឪពុកទៅកាន់ទីកន្លែងជាច្រើនប្រកាសជាស្ទាត់ជំនាញខាងជិះសេះហេតុអ្វីមិនឲ្យនាងផ្ដល់យោបល់នាងអ៊ូចូលនិយាយមកតើមានវិធីអ្វីពិតព្រះមហាក្សត្រខ្ញុំត្រូវការរំពាត់ដែកញួរដែកនិងកាំបិតខ្លីនាងអ៊ូនេះជាការបង្ហាត់សេះឬជាការសម្ដែងក្បាច់យករបស់3នេះមកបង្ហាត់សេះពិតជាគួរឲ្យអស់សំណើចព្រះអាគមហេសីមិនចាំបាច់បដិសេធលឿនពេកទេសូមស្ដាប់នាងឲ្យចប់សិនចៅអែហេតុអ្វីជ្រើសរើសរបស់ទាំង3នេះនិយាយបន្តមកទូលបង្គំសូមក្រាបទូលសេះនេះមិនមែនជាសេះធម្មតាទេបើចង់បង្ហាត់វាក៏មិនអាចប្រើវិធីធម្មតាបានដែរទូលបង្គំយល់ថាដំបូងត្រូវប្រើរំពាត់ដែកវាបើវាមិនព្រមចុះចូលប្រើញួរដែកបើនៅតែមិនព្រមប្រើកាំបិតចាក់វាសេះនេះមានចរិតកាចសាហាវនៅពេលវាចាប់ផ្ដើមខ្លាចទើបអាចបង្ហាត់វាបានហាមិននឹកស្មានថាក្នុងវាំងមាននារីក្លាហានបែបនេះទេឯងឈ្មោះអ្វីទូលបង្គំជានាងអ៊ូត្រកូលអ៊ូឈ្មោះយន់ចៅនាងអ៊ូយើងនឹងប្រទានរង្វាន់ឲ្យឯងសម្រស់ភ្លឺថ្លាដូចត្បូងអរិយាបថ្លេចធ្លោគ្មានអ្នកប្រៀបយើងប្រទាននាមឲ្យឯងមីនាងចាប់ពីថ្ងៃនេះទៅឯងមានឈ្មោះថាអ៊ូមីនាងទូលបង្គំអ៊ូមីនាងសូមថ្វាយអំណរព្រះគុណចំពោះព្រះរាជទាននាមនៅឆ្នាំទី22នៃជីវិតរបស់អ្នកបានទទួលឈ្មោះថ្មីមួយទោះបីអ្នកដឹងច្បាស់ក្នុងចិត្តក៏ដោយក្នុងរយៈពេល4ឆ្នាំជាមន្ត្រីស្ត្រីចិត្តព្រះកាយរបស់ព្រះបាទលីស៊ីមីនព្រះអង្គមិនដែលចងចាំឈ្មោះអ្នកបានទេការប្រទាននាមលើកនេះពាក្យថាមីនាងក៏គ្រាន់តែជាចំណងជើងបទចម្រៀងដែលកំពុងពេញនិយមនៅទីក្រុងឆាងអានប៉ុន្តែការទទួលបាននាមពីព្រះមហាក្សត្រដោយផ្ទាល់នៅតែជាកិត្តិយសដ៏ធំធេងបំផុតហើយឈ្មោះនេះនឹងនៅជាមួយអ្នកអស់ពាក់កណ្ដាលជីវិតមីនាងការប្រមាញ់ថ្ងៃនេះយកសេះស៊ីជឺសុងនេះធ្វើជារង្វាន់បងប្អូនទាំងពីរប្រកួតគ្នាឲ្យអស់សមត្ថភាពចុះថៃអែជឺអែតើព្រមទទួលការប្រកួតទេកូនមិនបានប្រកួតជាមួយប្អូនទី9យូរមកហើយពិតជាចង់ណាស់
ជំនាញជិះសេះបាញ់ធ្នូរបស់បងទី4តែងតែល្អបំផុតបានប្រកួតជាមួយបងទី4គឺជាកិត្តិយសរបស់ខ្ញុំអញ្ចឹងយើងនឹងរងចាំមើលស៊ីសាខ្ញុំប្រាប់អ្នកសម្ងាត់មួយយប់មិញពាក់កណ្ដាលអាធ្រាត្រខ្ញុំបានឲ្យបងទី9លេបថ្នាំគ្រាប់នោះហើយអ្វីបើថ្នាំនេះមិនមានប្រសិទ្ធភាពអ្នកដឹងពីផលវិបាកហើយវាមិនអាចមានប្រសិទ្ធភាពទេបងទី9ព្រះអង្គគុំចាស់អ្នកយ៉ាងម៉េចហើយនាងអ៊ូអ្នករបួសហើយទូលបង្គំមិនអីទេមីនាងអ្នកមិនអីទេឲ្យខ្ញុំមើលបន្តិចឲ្យខ្ញុំមើលព្រះអង្គគុំចាស់ព្រះអង្គមិនអីទេប្រញាប់ហៅគ្រូពេទ្យរាជវាំងបាទអរគុណលោកគ្រូពេទ្យក្នុងរយៈពេល10ថ្ងៃខាងមុខកុំបរិភោគអាហារហឹរឬអាហារត្រជាក់ឡើយព្រះអង្គគុំចាស់ខ្ញុំមានរឿងមួយចង់សួរតើមានថ្នាំលេបអ្វីអាចព្យាបាលស្នាមរបួសចាស់បានទេស្នាមរបួសចាស់ពិតជាពិបាកព្យាបាលប៉ុន្តែក្នុងប្រជាជនមានថ្នាំមួយឈ្មោះយូរ៉ុងកាវគេថាមានប្រសិទ្ធភាពខ្លាំងគួរឲ្យសោកស្ដាយរូបមន្តនោះបានបាត់បង់ទៅហើយអរគុណលោកគ្រូពេទ្យសូមគោរពម្ចាស់ក្ត្រីមីនាងម្ចាស់ក្ត្រីមើលសិននេះជានរណារយអែអ្វីដែលខ្ញុំសន្យាជាមួយអ្នកខ្ញុំធ្វើបានជានិច្ចចាប់ពីពេលនេះទៅឲ្យនាងនៅជាមួយអ្នកចោះគុណជួយជីវិតរបស់ម្ចាស់ក្ត្រីនិងនាងម្ចាស់រួយអែមិនដឹងសងយ៉ាងណាទេឈរឡើងចុះរួយអែគិតថាពេលនាងម្ចាស់និយាយថានឹងជួយខ្ញុំចេញមកគ្រាន់តែនិយាយលេងប៉ុណ្ណោះមិននឹកស្មានថាម្ចាស់ម្នាក់អាចគោរពពាក្យសន្យាចំពោះអ្នកបម្រើម្នាក់បានដល់ថ្នាក់នេះរួយអែនឹងខិតខំប្រឹងប្រែងពីអ្នកបម្រើថ្នាក់ទាបឲ្យក្លាយជាអ្នកបម្រើថ្នាក់ល្អហើយរួយអែទៅរៀបចំខ្លួនសិនចុះចាប់ពីពេលនេះទៅនៅបម្រើមីនាងជាប់ជានិច្ចចាស់ម្ចាស់ក្ត្រីគុណរបស់អ្នកខ្ញុំមិនដឹងសង្វិញយ៉ាងណាទេទុកសិនចុះតែអ្នកនៅមានរបួសយើងអង្គុយនិយាយគ្នាវិញថ្ងៃនោះអ្នករត់ចេញភ្លាមទៅជួយបងទី9អ្នកមិនខ្លាចស្លាប់ទេឱកាសជួយមនុស្សមានតែមួយផ្លែតឱកាសសាងគុណក៏ដូចគ្នាអ្នកពិតជាខុសពីអ្នកដទៃព្រោះខ្ញុំចង់កាន់ជោគវាសនានៅក្នុងដៃខ្លួនឯងគំនិតយើងដូចគ្នាមែនខ្ញុំគួរតែជួបអ្នកឲ្យបានឆាប់ជាងនេះអូមែនហើយកន្លះសក់របស់អ្នកខូចហើយនេះឲ្យអ្នកកន្លះសក់នេះស្អាតណាស់អរគុណម្ចាស់ក្ត្រីកុំអរគុណខ្ញុំអីនេះមិនមែនជាអំណោយពីខ្ញុំទេសាក់ទីមើលថាជាអ្នកណាផ្ញើមក